បាទគឺរុស្ស៊ីបន្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើប្រទេសអ៊ុយក្រែនមនុស្សម្នាក់បានស្លាប់និង5នាក់ផ្សេងទៀតបានរងរបួសនៅទីក្រុងបាទមីកូឡៃវរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី25ខែឧសភាដោយការវាយប្រហារដោយយន្តហោះដ្រូនរាប់រយគ្រឿងរបស់រុស្ស៊ីមន្ត្រីអ៊ុយក្រែនបាននិយាយដឹងថាយ៉ាងហោចណាស់មានមនុស្ស12នាក់បានស្លាប់និងរាប់សិបនាក់ទៀតបានរងរបួសនៅទូទាំងប្រទេសនេះគឺជាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើកទី2ក្នុងរយៈពេល2ថ្ងៃខណៈដែលថ្ងៃទី1រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនរាប់សិបគ្រឿងនិងគ្រាប់មីស៊ីលទៅលើទីក្រុងគីវផងដែរចា៎ចំណែកឯប្រទេសរុស្ស៊ីនៅអ៊ុយក្រែនក៏បញ្ចប់ការដោះដូរអ្នកទោសដ៏ធំបំផុតក្រសួងការពារជាតិប្រទេសរុស្ស៊ីបាននិយាយថាប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ចប់ការផ្លាស់ប្ដូរអ្នកទោសសង្គ្រាមរយៈពេល3ថ្ងៃដោយភាគីនីមួយៗបានផ្លាស់ប្ដូរអ្នកជាប់ឃុំចំនួន303នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យទី25ខែឧសភាក្រសួងបានបញ្ជាក់ថាយោងតាមអនុលោមតាមកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលបានឈានដល់ការពីថ្ងៃទី19ឧសភានៅទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់រយៈពេល3ថ្ងៃចាប់ពីថ្ងៃទី23ដល់ថ្ងៃទី25ខែឧសភាភាគីរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការផ្លាស់ប្ដូរអ្នកទោស1000នាក់សម្រាប់1000អ្នកកិច្ចព្រមព្រៀងផ្លាស់ប្ដូរអ្នកទោសសងខាង1000អ្នកនេះគឺជាជំហានជាក់ស្ដែងតែមួយគត់ឆ្ពោះទៅរកសន្តិភាពក្រោមការចរចាដោយផ្ទាល់ជាលើកដំបូងរវាងភាគីសង្គ្រាមក្នុងរយៈពេលជាង3ឆ្នាំប្រទេសអ៊ុយក្រែនបានបញ្ជាក់ជាថ្មីថាខ្លួនបានត្រៀមខ្លួនជាស្រេចសម្រាប់បទឈប់បាញ់រយៈពេល30ថ្ងៃភ្លាមខណៈដែលរុស្ស៊ីដែលបច្ចុប្បន្នកាន់កាប់ប្រមាណ1/5នៃទឹកដីរបស់ប្រទេសអ៊ុយក្រែនដែលបានបញ្ជាក់ថាខ្លួននឹងមិនផ្អាកការវាយលុកនោះទេរហូតដល់លក្ខខណ្ឌត្រូវបានសម្រេចជាមុនសិន។